សម័យចេនឡាយើងដឹងឈ្មោះចេនឡាក៏ដូចហ្វូណនអញ្ចឹងតាមរយៈកំណត់ហេតុរបស់ចិនទេហើយពាក្យចេនឡានេះអ្នកឲ្យយោបល់ច្រើនណាស់លោកសាស្ត្រាចារ្យជនជាតិបារាំងម្នាក់គាត់ថាចេនឡានោះពាក្យថាចិនរៀបចិនធ្លាប់មកជួយវាយជាមួយអ្នកនគរហ្នឹងចាញ់រៀបទៅវិញទៅលោកកេងមិនសាក់ថាមកពាក្យចិនលាដល់លោកលីធៀមតេងលោកថាមកពីពាក្យថាក្រមួនឃុំសុតហើយលោកឆត្រាប្រេមរឌីក៏ថាមកពីពាក្យថាជន់លើពេលនេះមិនមានការឯកភាពគ្នាអញ្ចឹងបានខ្មែរយើងនៅតែប្រើពាក្យថាចេនឡាចេនឡានេះគេគិតចាប់ដើមពីឆ្នាំ550ទៅទល់នឹងឆ្នាំ800តាមពិតចេនឡារលត់ទៅតាំងពីឆ្នាំ700ជាងចេនឡានេះមានព្រះមហាក្សត្រតិចព្រះអង្គទេព្រះបាទភវរ្ម័នទី1ព្រះបាទមហិន្ទវរ្ម័នឬក៏ចិត្តសេននោះព្រះបាទទី3ហ្នឹងគឺព្រះបាទឦសានវរ្ម័នឥសានវរ្ម័ននេះហើយដែលជាស្ដេចដ៏អស្ចារ្យជាងគេនៅក្នុងយុគសម័យចេនឡាគឺព្រះអង្គនេះឲ្យកសាងរាជធានីសម្បូរព្រៃគុកដែលមានឈ្មោះថារាជធានីឥសានបុរៈព្រះមហាក្សត្រខ្មែរទី4គឺព្រះបាទភវរ្ម័នទី2ព្រះមហាក្សត្រខ្មែរទី5គឺព្រះបាទជ័យវរ្ម័នទី1និងក្សត្រចុងក្រោយគេគឺព្រះនាងជ័យរាជទេវីពេលហ្នឹងសង្គមចេនឡាបែកបាក់គ្នាទៅជារដ្ឋតូចទៅជ្វាក៏ទួត្រាជិត100ឆ្នាំនេះសង្គមចេនឡាអ្វីដែលយើងគួរកត់សម្គាល់នៅក្នុងសង្គមចេនឡាដែលរយៈពេល100ឆ្នាំជាងហ្នឹងព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គប្រកាន់យកឬក៏គោរពទៅលើព្រហ្មញ្ញសាសនាគណៈសិវៈតែមួយអង្គគត់តែប៉ុន្តែយើងសួរអញ្ចឹងតើព្រហ្មញ្ញសាសនាគណៈវិស្ណុនឹងបាត់បង់ទេអត់បាត់បង់ទេហេតុអីបានជាអ្នកស្រាវជ្រាវទាំងអស់ហ៊ានថាមិនបាត់បង់ព្រោះនៅក្នុងសម័យចេនឡានេះគឺឃើញបដិមាថ្មីមួយទៀតដែលបានឆ្លាក់បង្កើតឡើងបដិមានោះមានឈ្មោះថាហរិហរៈហរិហរៈគឺផ្សំអតិទេព2គឺអតិទេពសិវៈនិងវិស្ណុបើវិស្ណុបាត់បង់ធ្វើមិនផ្សំទៀតកើតដូច្នេះវិស្ណុនឹងមានតែអ្នកណាអ្នកគ្រប់ប្រណិប័តគឺនាម៉ឺនគឺបជានរាគេសួរថាចុះព្រះពុទ្ធសាសនាបាត់បង់ទេពុទ្ធសាសនាអត់បាត់បង់ទេហេតុអីបានយើងហ៊ានថាមិនបាត់បង់ព្រោះគេឃើញបដិមាព្រះពុទ្ធជាច្រើនព្រះអង្គកសាងនៅក្នុងសម័យចេនឡាតែមានបដិមាព្រះអង្គហើយតែតែមានអ្នកដែលគ្រប់ប្រតិបត្តិទៅតាមអ្វីដែលជាទិស័យរបស់ព្រះអង្គហើយប៉ុន្តែគាត់មិនមែនជាព្រះមហាក្សត្រទេអ្នកគ្រប់អាចថាញាតិវង្សានុវង្សអាចថានាម៉ឺនធំឬអាចថាបជានរាវានៅតែមានអធិភាព